បាទឆ្លៀតឱកាសនេះដែរអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាសូមបញ្ជាក់ជូននៅជំហរច្បាស់លាស់ឥតប្រែប្រួលរបស់កម្ពុជាគឺកម្ពុជាជាប្រទេសស្រឡាញ់សន្តិភាពនិងចង់ដោះស្រាយរាល់បញ្ហាតាមរយៈសន្តិវិធីតាមរយៈការសន្ទនាការទូតនិងច្បាប់អន្តរជាតិកម្ពុជាគោរពយ៉ាងខ្ជាប់ខ្ជួនបំផុតនៅបទឈប់បាញ់ថ្ងៃ28ខែកក្កដាឆ្នាំ2025ក្រោមការផ្ដួចផ្ដើមគំនិតពីអាយដាមDonald Trump ប្រធានាធិបតីសហរដ្ឋអាមេរិកនិងការសម្របសម្រួលពីអាយដាមអាន់វ៉ាអ៊ីប្រាហ៊ីមនាយករដ្ឋមន្ត្រីម៉ាឡេស៊ីនិងជាប្រធានបដូវវេនអាស៊ានដោយមានការចូលរួមយ៉ាងសកម្មពីសាធារណរដ្ឋប្រជាមានិតចិនក៏ដូចជាគោរពសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពទីក្រុងកាឡាឡាំពូចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីកម្ពុជាថៃកាលពីថ្ងៃ26តុលាឆ្នាំ2025ដោយមានអាយដាមDonald Trump និងអាយដាមអាន់វ៉ាអ៊ីប្រាហ៊ីមគឺជាសាក្សីអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាសូមប្រកាសកោតទោសយ៉ាងខ្លាំងក្លាបំផុតចំពោះការវាយប្រហារយ៉ាងសាហាវព្រៃផ្សៃនិងអមនុស្សធម៌របស់កងទ័ពឈ្លានពានថៃមកលើជនស៊ីវិលស្លូតត្រង់និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលកម្ពុជានិងសូមអំពាវនាវឲ្យសហគមន៍អន្តរជាតិដាក់សម្ពាធទៅលើប្រទេសថៃឲ្យបញ្ឈប់សកម្មភាពបំពានច្បាប់អន្តរជាតិរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងររបស់ខ្លួនជាបន្ទាន់និងបង្ខំឲ្យប្រទេសនេះងាកមករកដំណោះស្រាយដោយសន្តិវិធីវិញជាចាំបាច់